Năng ai video ní nhằm trong prap haiปีក្មេងៗដែលលេងភ្លើងលេងកេះលេងអីហ្នឹងហើយបងប្អូនបានមើលហើយក៏សូមជួយប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យមានរឿងហេតុដូចខ្ញុំអញ្ចឹងតាមពិតខ្ញុំទៅលក់ខ្ញុំអត់ដឹងទេដោយសារតែអ្នកផ្ទះគាត់ប្រាប់ក្មេងវាបានកេះមកបណ្ណាយកមកលេងហើយយកមកដុតផ្ទះដុតกระดาษដុតអីដល់ពេលអញ្ចឹងវាឆាបឆេះប៊ីបងប្អូនហើយក្រមើលឃើញតន់ខ្ញុំអីនឹងត្រូវឆេះខ្ទេចផ្ទះខ្ញុំអើយគួរឲ្យខ្លាចហើយបងប្អូនក៏សូមប្រាប់ក្មេងៗទាំងអស់កូនចៅទាំងអស់ហាមដាច់ខាតលេងភ្លើងលេងកេះហ្នឹងព្រោះវាមិនដឹងអីទេហើយវាលេងវាខំប្រឡូតដែរណាអូខេណាកូនខ្ញុំខំប្រឡូតដែរតែវាប្រឡូតអត់លុតវាក៏រត់ទៅលេងវិញហើយខ្ញុំក្រលឺហើយខ្ញុំរន្ធត់ខ្ញុំខ្លាចអាភ្លើងឆេះផ្ទះឆេះអីហ្នឹងដល់ក៏មើលឃើញតន់វាណែនាំគ្នារត់លេងទៀតហើយវានៅឆេះនៅហ្នឹងវាអត្តនាខ្ញុំឃើញទស្សនវិជ្ជានេះតក់ស្លុតចំនួនមកมันហ៊ានសម័យបងប្អូនហ៊ានសម័យគិតដល់ពេលដែលឆេះអស់ហើយបងប្អូនអើយចេះមើលឃើញតន់សំណាងទុកជាមេរៀននេះមេរៀនមួយដែលខ្ញុំដឹងថានិយាយថាម៉េចមានតែឲ្យបងប្អូនជួយមើលជួយពិចារណាហើយជួយប្រាប់ក្មេងៗថាកូនចៅយើងឲ្យចេះប្រុងប្រយ័ត្នកុំឲ្យលេងភ្លើងលេងកេះហ្នឹងតែប៉ុណ្ណឹងវាយកទៅដុតលេងឲ្យមកឆាប់ឆេះបងប្អូនឃើញឆេះវាឆេះរៀលពីឆាប់ទៅជាឆេះកស៊ូឆាប់ហ្នឹងទៅរៀលថងខ្លាំងទៅអត់មានណាដឹងហើយវារត់ទៅលេងវាអត់មានប្រាប់តែចាស់ថាភ្លេងឆេះដល់តែឃើញឆេះខ្លាំងបានវាប្រាប់ប៊ីសបងប្អូនហើយឲ្យខ្ទេចអាលាយអស់មួយព្រិចភ្នែកចេះសំណាងនាំគ្នាវាមើលទៅឃើញហេតុការណ៍ហ្នឹងខ្ញុំគ្រាន់តែឃើញគួរឲ្យខ្លាចហ្នឹងហើយមើលតាមការគួរចុះបងប្អូនខ្ញុំមិនដឹងថានិយាយថាម៉េចខ្ញុំក៏ឃើញភ្លើងឆេះមើលឆាបឆេះម្ដងតិចនឹងហមជ្រោលហ្មងដល់កមកមិនដឹងថានិយាយថាម៉េចដល់ពេលអញ្ចឹងឆេះរៀលខ្លាំងទៅមកស្ទុះបងប្អូនអានេះវាសើវាឆាបឆេះខ្លាំងដល់កនេះតែស្នាវាឆាបឆេះម្ដងតិចចេះខ្ញុំគ្នាឃើញតន់ថាទុកតែ5នាទីអីទៀតប្រហែលជាឆេះខ្ទេចអស់ហ្មងលើផ្សាយមកមុននេះឆេះច្រាមចេញពីឆាត់ខ្ញុំមាននិយាយស្ដីបន្ទោសតែប៉ុណ្ណឹងអត់មានត្រូវធ្វើអីកើតក្មេងៗហាមថ្ងៃក្រោយហាមលេងកេះលេងភ្លើងយកមកដុតលេងអីចឹងគ្រោះថ្នាក់ណាស់លោកហើយមើលមិនឃើញទេណាហើយថ្ងៃអត់រៀនមកនៅរៀនបើរៀនអត់អីវាខំប្រឡុតវិញដែរប្រឡុតវាអត់លុតដល់ពេលវាអត់លុតវាទុកឲ្យឆេះនៅហ្នឹងទៅដល់កមកខ្ញុំក្រឃើញខ្លាចញ៉ែគេនេះមកស្ទុះយកអានាំគ្នារត់មកឃើញឆេះហ្នឹងហើយនាំគ្នាវិវារកអីប្រឡុតទៅបងប្អូនឃើញក៏មកឃើញតន់ដល់កវិវាមិនដឹងរកអីប្រឡុតប្អូនខ្ញុំខំទាញមកប្រឡុតម៉ាក់អីនៅតែប៉ុណ្ណឹងវានៅ2នាក់ហ
ខ្ញុំក្រឃើញខ្ញុំស្លុតមកដល់កមកដល់មើលកាមេរ៉ាឃើញអញ្ចឹងមិនដឹងខំអីហ្នឹងអត់ដឹងថាត្រូវបន្ទោសវាឆ្លាតដឹងដល់ពេលឆែកកាមេរ៉ាទស្សនភាពហ្នឹងមិនដឹងថាវាលេងដេកកេះយកមកដុតលេងវាអត់ដឹងថាមានពុតហេតុអីកើតឡើងវាអត់ដឹងបងប្អូនណាឃើញអញ្ចឹងហើយនៅសិតតម៉ាក់ខ្ញុំចាស់ហើយនៅប្អូនមួយហើយនឹងប្អូនថ្លៃខ្ញុំនៅតែពី3នាក់ខ្ញុំយកទឹកមកប្លុតវាឆេះតិចដែរហ្នឹងណាដើម្បីខ្ញុំមិនដឹងយកអីមកប្លុតបងហើយកំពុងអគិភ័យមានប៉ុន្តែអត់មានចាប់អារម្មណ៍អត់មាននឹកឃើញរត់ឆ្វេងឆ្វាត់ក្នុងគ្នាភ័យគ្រប់គ្នាបងអគិភ័យមាននៅក្នុងផ្ទះវាឆេះតិចដែរបងប្អូនវាតែម្រៀលហើយទុកទៅ5នាទីទៀតខ្តិចមកកន្លែងហ្នឹងឆេះខ្ទេចទាំងអស់ទាំងផ្ទះទាំង